ជួបគ្នាម្ដងទៀតហើយឥឡូវហ្នឹងគឺមកដល់អេពីសូតទី3បាត់ទៅហើយឃើញមានអ្នកគាំទ្រច្រើនមែនតើធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើអេពីសូតតទៀតណាហើយក៏សូមអរគុណងារយើងខ្លាំងមែនតើដែលបាន follow និង like ហើយ comment ផងដែរអញ្ចឹងកុំឲ្យខ្ញុំនិយាយច្រើនពេកតសាច់រឿងយើងទាំងអស់គ្នាក៏ណាបើក្បាលសាច់រឿងមកហ្នឹងឃើញ special week ហ្នឹងខ្មាស់គេដឹងខ្មាស់គេរឿងអីអត់អាពេលដែល special week របស់យើងហ្នឹងជាប់លេខ1កាលពីការប៉ុណ្ណឹងអេពីសូតមុនណាដល់ពេលជាប់លេខ1ចឹងទៅគេមិនតម្រូវឲ្យឡើងឆាដល់ពេលឡើងឆាគាត់អត់ចេះរកអត់ចេះច្រៀងណាគាត់ឈប់ថ្មឹងដល់ពេលចឹងទៅគេចុះកសែឡើងពេញហ្នឹងហើយ special week របស់យើងហ្នឹងខ្មាស់គេឡើងអត់ដឹងយកមុខទុកណាទេហើយសាច់រឿងក៏បានកាត់ដោយក្រុម special week ហ្នឹងបានឈ្នះការប្រកួតមួយទៅការប្រកួតមួយទៀតឈ្នះម្ដងម្នាក់យូរទៅល្បីទៅហើយដល់អ្នកដែលយកជ័យជំនះចុងក្រោយគេហ្នឹងគឺស៊ូស៊ូកាផងដែរហើយស៊ូស៊ូកាអត់មានទុកមុខឬក៏បទូជើងឲ្យដៃគូប្រកួតទេវ៉ាដាច់ដូចមីស៊ីលយកតែម្ដងបន្ទាប់ពីក្រុម speaker បានឆ្លងកាត់ការប្រកួតមករយៈមកក៏មានជាការចុះកសែតពីក្រុម speaker ផងដែរហើយម្នាក់ដែលចុះកសែតហ្នឹងដូចបបាទទួលយកមិនទេមានទាំងដេកមានទាំងចាក់ DJ មានអីឡុកពេញហ្នឹងហើយដោយសារតែមូលហេតុហ្នឹងឯងបាន trender គាត់យក team speaker ហ្នឹងទៅច្រៀងខារ៉ាអូខេក្នុងហេតុផលថាឈ្នះក្នុងការប្រកួតផងនិងឈ្នះក្នុងការយកចិត្ត fan ផងហើយទៅដល់ហ្នឹងក៏មានគ្រូបង្វឹកក្នុងការរាំម្នាក់ដែលមានឈ្មោះថា Thaio ហើយការបង្រៀនក៏បានចាប់ផ្ដើមមានអ្នកដែលឈរមិនត្រង់ល្អិលដួលផងអីផងមានគ្រប់បែបយ៉ាងហ្មង team speaker នេះនៅពេលដែលការហាត់ចប់ល្ងាចក៏បានមកដល់ពួកគេក៏បានចែកផ្លូវគ្នាទៅសាលាអំឡុងពេលដែលកំពុងដើរទៅសាលានឹងផងដែរ trainer គាត់ក៏បាននិយាយអំពីការប្រកួតផងដែរដែលថា special week របស់យើងនឹងត្រូវចូលប្រកួតការប្រណាំង G1 ដោយការប្រកួតធំហ្នឹងគេបែងចែកជា3គឺ G1 G2 និង G3 ឬក៏ហៅជាភាសាខ្មែរថាថ្នាក់ទី1ថ្នាក់ទី2និងថ្នាក់ទី3ណាហើយប្រសិនបើ special week របស់យើងហ្នឹងគឺអាចឈ្នះ3ប្រកួតធំគឺថ្នាក់ទី1ថ្នាក់ទី2ថ្នាក់ទី3នឹងជាប់គ្នានោះ special week របស់យើងហ្នឹងនឹងបាននាមថា Triple Crown ដែលបកប្រែមកខ្មែរថាមកុដ3ហើយប្រសិនបើ special week របស់យើងហ្នឹងគឺយកនាមឬក៏ title ហ្នឹងបានមែននោះគឺមានន័យថា special week របស់យើងហ្នឹងគឺបានសម្រេចមកផ្នែកមួយនៃក្តីសម័យរបស់ខ្លួនឯងផងដែរហើយក៏រៀងស្ទាក់ស្ទើរក៏ប៉ុន្តែស៊ូស៊ូកាននៅចិត្តហ្នឹងបាននិយាយប្រាប់ថាបើមានឱកាសហើយគឺយើងត្រូវតែចាប់កាត់មកដល់ថ្ងៃថ្មីគឺជាថ្ងៃដែល special week និងក្រុម speaker ទាំងអស់ត្រូវធ្វើការហ្វឹកហាត់កន្លែងមកមើល special week នេះវិញគឺត្រូវបានអ្នកហ្វឹកហាត់ឬក៏ trainer ហ្នឹងបានមកបង្រៀននិងបញ្យល់ផងដែរអំពីការប្រកួតហ្នឹងដោយការប្រកួតហ្នឹងដែរគឺមានរយៈចម្ងាយឆ្ងាយមែនទែនគឺ 2000 ម៉ែត្រតែចម្ងាយមួយនេះគឺជាចម្ងាយដែលឆ្ងាយគួរសមដែលអាចធ្វើឲ្យ special week របស់យើងហ្នឹងអាចពិបាកផងដែរការរត់សាកល្បងតេស្តកម្រិតមុនការប្រឡងកម្រិតថ្នាក់ទី1ក៏បានចាប់ផ្ដើមតួអង្គសំខាន់ក្នុងការរត់ប្រណាំងនេះគឺមាន3មានដូចជា King Halo Science Sky ដែលជាមិត្តភក្តិរបស់ special week យើងក៏ដូចជា special week ផងដែរការប្រកួតក៏បានចាប់ផ្ដើមទ្វារក៏បានបើកអ្នករត់ទាំងអស់ក៏ចាប់ផ្ដើមចេញសមត្ថភាពខ្លួនឯងផងដែរក្នុងការរត់នោះផងដែរ Science Sky គឺបាននាំមកគេដោយសារតែនាងបានបញ្ចេញកម្លាំងតាំងពីដំបូងអញ្ចឹងនាងរត់លឿនជាងគេអញ្ចឹងឯងនៅពេលដែលរត់បានពាក់កណ្ដាលទី special week របស់យើងគឺចាប់ផ្ដើមចេញក្បាច់ហើយចាប់ផ្ដើមបញ្ចេញកម្លាំងដែលខ្លួនមានទាំងប្រមាណហ្នឹងបញ្ចេញម្ដងតិចធ្វើឲ្យវ៉ាគេម្ដងតិចផងដែរហើយក្នុងការរត់នឹងផងដែរគឺរត់បានមកដល់កន្លែងទួលហើយគឺជាកន្លែងដែលអ្នករត់ទាំងអស់គឺពិបាកជាពិសេសគឺការធ្វើតុល្យភាពល្បឿនប៉ុន្តែមិនថ្មីទេ special week របស់យើងគឺខិតខំខ្លាំងមែនទែនក្នុងការតាមទាន់ធ្វើឲ្យ Science Sky ភ្ញាក់ផ្អើលផងដែរថា special week នៅមានកម្លាំងតាមទាន់គាត់ទៀតគ្រាន់តែផុតពីទួលភ្លាម special week របស់យើងដាក់មកទំហឹងប្រយហើយដោយសារតែ Science Sky របស់យើងនឹងគាត់ប្រើកម្លាំងតាំងពីដើមអញ្ចឹងដល់ពេលដល់អាចុងបញ្ចប់ទេគាត់បានត្រឹមតែហត់មកធម្មតាទេទីក៏បានបញ្ចប់ special week របស់យើងគឺជាអ្នកឈ្នះហើយដូចតរដល់អញ្ចឹងអ្នកដែលឈ្នះគឺត្រូវឡើងឆាហើយនៅពេលយប់តែឡើងឆាសានេះអត់មានចម្លែកអីទេអត់ខុសប្រក្រតីទេគឺឡើង smooth ធម្មតាហើយកំពុងតែជប់លៀងជាមួយនឹងគ្នាឯងសុកហ្នឹងក៏ស្រាប់តែ Thaio ហ្នឹងគាត់បាននិយាយថាអញ្ចេះខ្លួននាងហ្នឹងនឹងចូល team speaker ផងដែរគាត់បាននិយាយភ្លាមហ្នឹងសមាជិកផ្សេងគេផ្លឹកឡើងពេញហ្នឹងអត់តែ trainer លេងគាត់ខ្ជាក់ទឹកចេញតែម្ដងអត់នៅស្មានថា Thaio ហ្នឹងគាត់មានឋានៈខ្ពស់បំផុតហ្នឹងមកចង់ចូលរួមក្នុង team speaker ទេនិយាយដល់ឋានៈខ្ពស់ហ្នឹងខ្ញុំចង់មានន័យថាគាត់មានឋានៈតំណងជាមួយនឹងRudolph ដែលថា Rudolph អ្នកនេះអាចឲ្យគាត់ចូល team Regil បានឲ្យងាយស្រួលផងដែរតែ Thaio នាងក៏បាននិយាយប្រាប់វិញថានាងបានសម្រេចចិត្តចូល team speaker ហើយក៏ព្រោះថានៅក្នុង team speaker នេះមើលទៅដូចជាសប្បាយឬអាចនិយាយបានថាជាក្រុមដែលមានទំនាក់ទំនងល្អជាមួយគ្នាផងដែរហើយ Rudolph នាងក៏បាននិយាយផងដែរថាការរីករាយតែមួយមុខហ្នឹងគឺអត់គ្រប់គ្រាន់ទេគឺត្រូវតែសប្បាយអ្វីដែលយើងមានក៏ដូចជាព្យាយាមហ្វឹកហាត់ឲ្យខ្លាំងផងដែរហើយចាប់ពីពេលហ្នឹងតទៅ Thaio គឺជាសមាជិកថ្មីនៃ team speaker ថ្ងៃថ្មីក៏បានមកដល់គឺជាថ្ងៃដែលពួកគេត្រូវហ្វឹកហាត់ដើម្បីត្រៀមក្នុងការប្រកួត G1 ផងដែរមិនថាតែការហ្វឹកហាត់ម្នាក់ឯងទេសូម្បីតែគ្នាឯងក៏ជួយគ្នាឯងដែរជួយធ្វើចលនានេះចល
ណានោះផងដែរហើយឈុតបន្ទាប់យើងឃើញថា trainer គឺមានការសន្ទនាជាមួយនឹង Hana ដែលជាមេដឹកនាំរបស់ team Rigel ហើយ trainer របស់យើងគាត់ព្យាយាមសួរឡើង3 4សំណួរមែនតើតែ Hana ដូចអត់ឆ្លើយទេហើយមកស្ទុះក្រោយមក Hana គាត់ក៏បានសួរមួយសំណួរថាតើ trainer នឹងគាត់មកវិញទៅអីអាយ៉ាមិនមកចេះគ្នាយើង trainer នេះមកវិញមិនហើយ trainer គាត់ក៏បាននិយាយដែរថាគាត់ត្រឡប់មកវិញនឹងគឺដើម្បីមកបំពេញក្តីសម័យរបស់ខ្លួនឯងតែយើងអត់បានដឹងទេថាក្តីសម័យគាត់ចង់ធ្វើអីយើងអត់ទាន់ដឹងច្បាស់ទេព្រោះគាត់អត់ទាន់និយាយហើយ Hana នោះក៏បានសួរដែរថាជឿដែរមែនថា Special Week នឹងមានសមត្ថភាពដែលអាចយកឈ្នះការប្រកួតនៅថ្នាក់ទី1ហ្នឹងហើយ trainer គាត់ក៏បាននិយាយដែរថាបើទោះបីជាព្រឹត្តិការណ៍ដែលវាបង្ហាញមកហ្នឹងគឺអត់ដូចការរំពឹងទុកមែនអញ្ចឹងគាត់នៅតែព្យាយាមហ្វឹកហាត់ Special Week របស់យើងហ្នឹងឲ្យកាន់តែខ្លាំងផងដែរកន្លែងមកមើល Suzuka ជាមួយនឹង Special Week វិញឥឡូវកំពុងតែជជែកគ្នា Suzuka ក៏បានសួរថាម្ដាយរបស់ Special Week ហ្នឹងទៅសេស្បុតមកនិយាយថាម៉េច Special Week ក៏ប្រាប់ទៅថាម្ដាយនាងគឺចង់មកធ្វើការមើលនាងរត់ប៉ណ្ណាំងនៅថ្ងៃស្អែកអញ្ចឹងព្រោះដោយសារតែថ្ងៃស្អែកហ្នឹងជាការរត់ប៉ណ្ណាំងថ្នាក់ទី1ចេះច្រឡំមាត់ហៅថ្នាក់ទី1ថ្នាក់ទី1ក៏ប៉ុន្តែគឺលំដាប់ថ្នាក់ទី1ពេលជាចុះជាឡាហ្នឹង Suzuka គាត់ក៏បានឲ្យកាដូទៅកាន់ Special Week ផងដែរគឺជាស្បែកជើងសម្រាប់រត់ប៉ណ្ណាំងថ្ងៃស្អែកថ្ងៃថ្មីក៏បានមកដល់ trainer គាត់ក៏បានយកសម្លៀកបំពាក់មកកាផ្លេដើម្បីឲ្យ Special Week ពាក់សម្រាប់ធ្វើការរត់ប៉ណ្ណាំងផងដែរនៅពេលដែលពាក់ហើយអញ្ចឹងទើបតែដឹងខ្លួនថាអាវហ្នឹងរៀងតឹងហើយបញ្ជាក់មិនមកពីអាវគ្នាយើងមកពី Special Week របស់យើងហ្នឹងគាត់ឡើងគីឡូតែគាត់អត់ហ៊ានប្រាប់គ្នាឯងបន្ទាប់ពីពាក់អាវហើយហ្នឹង Special Week របស់យើងហ្នឹងគឺបានទៅបង្ហាញខ្លួនជាធម្មតាដើម្បីឲ្យទស្សនិកជនឃើញនិងចាប់អារម្មណ៍អីចឹងណាហើយបន្ទាប់មកក៏ដល់កន្លែងត្រៀមខ្លួននឹងការរត់ប្រណាំងបញ្ជាក់គ្នាយើងអារត់ប្រណាំងហ្នឹងគឺជារត់ប្រណាំងការប្រឡង G1 ឬក៏លំដាប់ថ្នាក់លេខ1ម៉ោងក៏ដល់ទ្វារក៏បានចាប់ផ្ដើមអ្នកប្រកួតទាំងអស់បានបង្ហាញសមត្ថភាពរៀងៗខ្លួនផងដែរឃើញថាដបអញ្ចឹងគ្រប់គ្នាដូចអត់សូវជាអីទេរត់ដូចសំកម្លាំងដូចគ្នាទេតែពេលរត់បានទៅមុខបានបន្តិចហ្នឹង Science Sky បានរត់វ៉ា Special Week យើងផងដែរតែរត់សានេះចម្លែក Science Sky គឺរត់វ៉ាគេដាច់ទាំងអស់គ្នាហ្មងលបឿនហ្នឹងដូចអត់ការនៅទេណាហើយអ្នកដែលពីក្រោយ Science Sky ហ្នឹងគឺ King Halo ហើយបន្ទាប់មកក៏ដល់កន្លែងពិសេសគឺដល់កន្លែងទួលហើយសំខាន់ណាពេលដល់ទួលហ្នឹងឯង Science Sky មានយឺទេមានលឿនថែមពេលហើយ Special Week របស់យើងហ្នឹងគឺព្យាយាមដេញតាមមែនតើដោយកម្រងនឹងគិតថាព្យាយាមវ៉ា Science Sky ដាច់នៅពេលដែលបន្ទាប់ពីចាប់ទួលតែមើលទៅដូចទៅរួយដោយសារតែ Special Week របស់យើងនៅឆ្ងាយពីគេពេកហើយជាលទ្ធផល Special Week របស់យើងគឺនៅលេខ3ចាញ់គេបាត់ទៅហើយក៏មានអ្នកគ្រប់គ្រងហ្នឹងគេគ្រប់គ្រងស្រែកហូដល់ Science Sky ច្រើនមែនតើពេលយប់ក៏បានមកដល់ Suzuka ក៏បានដើរជាមួយ Special Week ហើយ Special Week ក៏បានព្យាយាមនិយាយលួងខ្លួនឯងផងដែរដោយថាការប្រកួតលើក្រោយនឹងធ្វើឲ្យខ្លួនឯងល្អប្រសើរខ្លាំងជាងមុនក៏ដូចជាបានសន្យាជាមួយ Suzuka ផងដែរតែនៅពេលដែលដើរបានចិត្តចេញខ្លងទ្វារទៅហើយហ្នឹង Special Week បានប្រាប់ឲ្យ Suzuka ទៅផ្ទះមុនទៅដោយសារតែនាងបានផ្លិចអីនៅក្នុងសាលាអញ្ចឹងបាននាងបានរត់ទៅរកហ្នឹងហើយការពិតទៅ Special Week របស់យើងហ្នឹងអត់បានផ្លិចអីទេការពិតនាងគឺមកបន្ទោសខ្លួនឯងសោះដោយសារតែការបរាជ័យក្នុងការប្រកួតនេះធ្វើឲ្យនាងមានការខកចិត្តនិងអន់ចិត្តខ្លួនឯងជាខ្លាំងពេលដែល Special Week របស់យើងហ្នឹងកំពុងតែនិយាយបន្ទោសខ្លួនឯងតែហ្នឹង Trainer គាត់ក៏នៅចិត្តហ្នឹងហើយ Trainer ហ្នឹងគាត់ក៏មកនិយាយនៅក្នុងដើមឈើហ្នឹងដែរគាត់ថាកំហុសទាំងអស់គឺមកពីគាត់ដោយសារតែគាត់ហ្នឹងអត់ព្យាយាមបានហ្វឹកហាត់ Special Week ហ្នឹងឲ្យល្អគ្រប់គ្រាន់ហើយ Trainer គាត់ក៏បាននិយាយជាមួយ Special Week ដែលថាគាត់នឹងព្យាយាម train Special Week ឲ្យកាន់តែខ្លាំងជាងមុនផងដែរហើយអេពីសូតទី3ហ្នឹងគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងជួបគ្នានៅវីដេអូក្រោយគ្នាយើងបាយបាយ